យេសូបងប្អូនមានចាំមកពាក់ព័ន្ធជាមួយនឹងរឿងវីរៈកងទ័ពរបស់យើងដែលឈ្មោះពូដាខ្ញុំហៅគាត់ពូដាចោះដែលគាត់បានទទួលមរណភាពហើយដែលអ្នកនរគ្នាមានចាំវីដេអូមួយដែលពេលដែលគាត់មានបងវីរៈកងទ័ពម្នាក់ទៀតគាត់បានធ្វើការថតទៅកាន់គាត់នៅពេលដែលគាត់រងរបួសពេលដែលគាត់ធ្វើសង្គ្រាមហ្នឹងណាអញ្ចឹងគាត់បាននិយាយថាអូនចាំយកខ្សែកឲ្យប្រពន្ធបងផងអ្នកទាំងអស់គ្នាពេលដែលខ្ញុំឃើញវីដេអូហ្នឹងហើយខ្ញុំរន្ធត់ខ្លាំងមែនទែនហើយជាពិសេសឥឡូវនេះគឺបានគាត់គឺបានយកមកផ្ទះហើយគឺគាត់ធ្វើការបូជាឬក៏ធ្វើទៅតាមប្រពៃណីរបស់ខ្មែរយើងអញ្ចឹងអ្នកនរគ្នាពេលដែលខ្ញុំឃើញរូបភាពទាំងអស់ហ្នឹងហើយមានឃើញវីដេអូនៅពេលដែលកូនស្រីរបស់គាត់ហ្នឹងគេយកខ្សែករបស់គាត់ដែលគាត់ធ្លាប់ផ្ដាំទៅកាន់បងវីរៈកងទ័ពមួយទៀតដែលនៅជាមួយគាត់ហ្នឹងថាយកខ្សែកទៅជូនប្រពន្ធគាត់ហើយពេលដែលគេយកខ្សែកហ្នឹងមកបំពាក់លើកូនស្រីរបស់គាត់គឺកូនស្រីរបស់គាត់គឺនៅតូចមែនតែនក៏ប៉ុន្តែគាត់ទទួលយកអត់បានហើយគាត់យំរហូតដល់សន្លប់ពេលដែលខ្ញុំឃើញហើយខ្ញុំមានអារម្មណ៍ថាខ្ញុំឈឺចាប់មែនតែខ្ញុំទទួលយកអត់បានទេនេះគឺជាទង្វើដែលខាងសៀមធ្វើមកកាន់ប្រទេសរបស់យើងគឺធ្ងន់ធ្ងរណាស់លើនេះគឺសម្រាប់ខ្ញុំរកពាក្យនិយាយអីអត់បាននៅពេលដែលប្រទេសសៀមគាត់បានធ្វើរឿងទាំងអស់នេះមកកាន់ប្រជាជនយើងនិងវរៈកងទ័ពរបស់យើងជាពិសេសធ្វើឲ្យយើងព្រាត់ប្រាសគ្រួសារព្រាត់ប្រាសសាច់ញាតិបងប្អូនរបស់យើងវាជាការឈឺចាប់មួយហើយក៏ជាការចងចាំមួយដែលខ្ញុំដឹងឮដែរព្រោះអាចថាអូខេយើងកាត់មកអត់ទាន់ជំនាន់សង្គ្រាមពីមុនទេជំនាន់សង្គ្រាមពីមុនប៉ុន្តែឥឡូវនេះយើងមានអារម្មណ៍ថាវាឈឺចាប់ព្រោះអ្វីត្បិតតែវានៅឆ្ងាយពីខេត្តយើងមែនប៉ុន្តែវានៅតែជាសាច់ញាតិបងប្អូនក្រុមគ្រួសារជនរួមជាតិខ្មែររបស់យើងទាំងអស់គ្នាយើងនៅតែមានអារម្មណ៍ថាឈឺចាប់អញ្ចឹងអ្វីទាំងអស់នេះគឺយើងទទួលយកបានដូចគ្នាខ្ញុំមានរូបជូនអ្នកនរគ្នាមើលនេះរូបនេះគឺឃើញហើយគឺឈឺចាប់ខ្លាំងមែនទែននៅពេលដែលពួកសៀមធ្វើម្ដាយយើងបែបនេះសាហាវខ្លាំងណាស់អ្នកនរគ្នានេះអ្នកនរគ្នាដែលអត់ទាន់ចាំរូបបងប្រុសគឺគាត់ពូខ្ញុំពិតជាចូលរួមសោកស្ដាយជាមួយគាត់មែនទែនហើយនៅពេលដែលគណៈពេលដែលខ្សែកនោះមកដល់កូនស្រីរបស់គាត់ភ្លាមគឺគាត់យំរហូតដល់សន្លប់នេះគេហៅថាការលះបង់ទាំងសាច់ទាំងឈាមទាំងកាយរបស់គាត់គឺជូនទៅមាតុភូមិជូនជាតិដូចពាក្យបងតាហ៊ានដែលគាត់តែមានប្រសាគាត់ថាជីវិតជូនជាតិធាតុជូនម្ដាយរាងកាយជូនប្រពន្ធកូនខ្ញុំពេលឮពាក្យនឹងហើយវាក្តុកក្តួលវាឮហើយវាសឹងថាខ្ញុំតបទឹកភ្នែកបានតែទាំងអស់ហ្នឹងមិនមែនថាតែបងវរៈកងទ័ពយើងតែម្នាក់នឹងទេគឺមានបងវរៈកងទ័ពយើងជាច្រើនទៀតដែលគាត់បានលះបង់គាត់បានបូជាសាច់ឈាមរបស់គាត់ទាំងអស់ដើម្បីការពារជាតិអញ្ចឹងអ្វីដែលខ្ញុំចង់ឃើញប្រទេសរបស់យើងគឺមានសុខសន្តិភាពនិយាយរួមខ្ញុំចង់ឲ្យប្រទេសរបស់យើងគឺត្រឡប់មកសុខសន្តិភាពដូចដើមវិញអ្វីដែលខ្ញុំចង់បានគឺមានតែប៉ុណ្ណឹងទេអញ្ចឹងខ្ញុំក៏ជឿថាបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនទាំងអស់គ្នាក៏ចង់បានបែបហ្នឹងដែរយើងអត់ចង់ការសង្គ្រាមទេយើងអត់ចង់ប្រត់ប្រាស់បងប្អូនទេហើយយើងចង់ទៅប្រកបមុខរបររស់ស៊ីរបស់យើងឬក៏ការរស់នៅបែបបច្ចុប្បន្នដូចកាលពីមុនមិនមែនជួបរឿងបែបនេះទេប៉ុន្តែប្រទេសគេគឺនៅតែអត់ព្រមហើយគេតែងតែបំផុសបំផុលទៅលើព័ត៌មានដែលមិនពិតទាំងអស់ទៅលើ social media ខាងគេឬក៏ share ទៅកាន់ប្រទេសផ្សេងទៀតថាខ្មែរយើងគឺជាអ្នកធ្វើការវាយទៅកាន់គេមុនខ្មែរយើងជាអ្នកចេះតែកម្មពិតទាំងអស់ហ្នឹងគឺសិតតែ fake news របស់ប្រទេសវាឯងអញ្ចឹងអ្នកគ្នាហើយអ្វីមួយទៀតដែលខ្ញុំចង់អំពាវនាវទៅដល់បងប្អូនទាំងអស់គ្នានឹងគឺខ្ញុំចង់សុំឲ្យពុកម៉ែបងប្អូនទាំងអស់គឺសុំធ្វើការកុំចែករំលែកដាច់ខាតពាក់ព័ន្ធជាមួយនឹងការចល័តតបឬក៏ការធ្វើសកម្មភាពផ្សេងរបស់បងប្អូនបរិយាកងតបរបស់យើងឬក៏ជនភៀសសឹករបស់យើងដូចគ្នាយើងកុំធ្វើការថតហើយកុំdrop location ឬក៏ select ថាយើងនៅទីតាំងណាអញ្ចឹងធ្វើឲ្យសត្រូវនិងខ្មាំងគឺងាយនឹងចាប់បាន location របស់យើងអញ្ចឹងខ្ញុំមានតែអំពាវនាវដល់ជុំវិញពិភពលោកគឺជួយរកយុត្តិធម៌ជូនកម្ពុជារបស់យើងផងជួយ save កម្ពុជាផង Cambodia need peace Cambodia no need the war អញ្ចឹងខ្ញុំក៏ជឿថាបងប្អូនទាំងអស់គ្នាគឺអញ្ចឹងដែរអរគុណ